វីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបតម្លើង Linux នៅក្នុងកុំព្យូទ័ររបស់យើងដែលយើងដាក់នៅក្នុង Visual VMware អធិស្ឋានវីដេអូពីមុនគឺខ្ញុំបង្ហាញអំពី project ទៅលើ Windows Server អញ្ចឹងវីដេអូនេះគឺយើងចាប់ផ្ដើមនិយាយអំពី Linux ម្ដងអញ្ចឹងយើងត្រូវការលេងទៅលើ CentOS អូខេអញ្ចឹងអ្នកនរគ្នាត្រូវការ install CentOS ដើម្បី run Linux បាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលក្នុង browser មកបាទខ្ញុំសូមប្រើប្រាស់ទៅលើ Firefox ទៅបាទអ្នកនរគ្នាប្រើប្រាស់លើជ្រុំបានធម្មតាទេបាទខ្ញុំសូមវាយមកអ្នកនរគ្នាវាយថា CentOS គេ download អូខេបន្តមកទៀតអ្នកនរគ្នាឃើញ link ខាងលើគេនេះបាទយើងមានជា CentOS ឆ្លើយនឹងមួយមកអ្នកនរគ្នាឃើញជាផ្ទាំងមួយទៀតហើយបាទអញ្ចឹងចាំតិចទៅដោយសារអ៊ីនធឺណិតខ្ញុំអាចនឹងវា slow អូខេអញ្ចឹងវាកុំព្យូទ័ររបស់ខ្ញុំនេះគឺខ្ញុំ run ជា Windows អញ្ចឹងខ្ញុំអាចនឹងយក file មួយនេះដើម្បី install នៅក្នុង VMware របស់យើងបាទ VMware របស់យើងមួយនេះឯងVMware បាទ Workstation Pro ហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែ download ISO របស់វាមកបាទយើងប្រើជា x86 និង x64 បាទអញ្ចឹងអ្នកនរគ្នាអាច download បានជួយលើ mirror នេះមួយនេះនៅក្នុង ISO អូខេចូលរកចាំវាបន្តិចទៅអញ្ចឹងអ្នកនរគ្នាឃើញអានេះវាមានលេខដល់លេខ9ណាអញ្ចឹងយើងអាច download ជាសម្រាប់ version មួយណាក៏បានដែរសម្រាប់ last version គឺដាក់លេខគឺលេខ10 last version ឬក៏អ្នកនរគ្នាចង់ download ជាលេខ9អ្នកនរគ្នា select ទៅលេខ9បាទលេខ9ហើយអ្នកនរគ្នាចុចលើ mirror នេះទៅគឺវា download ឲ្យដូចគ្នាអូខេអញ្ចឹងយើងគ្រាន់តែ start download ទៅគឺបានដែរបាទ start download ទៅគឺបានដែរអញ្ចឹងខ្ញុំសូម cancel ទៅដោយសារខ្ញុំមានជា file នឹងស្រាប់ហើយបាទនៅក្នុង Explorer របស់ខ្ញុំមួយនេះបាទយើងមានជា CentOS stream បាទរបស់ខ្ញុំគឺ version 9នេះបាទអត់ដល់10ទេអូខេអញ្ចឹងយើងដើម្បីយើងតម្លើងទៅលើ CentOS មួយហ្នឹងបាទអ្នកនរគ្នាគឺត្រូវប្រើប្រាស់ទៅលើ VMware ដូចលើមុនអញ្ចឹងបាទអូខេអញ្ចឹងយើងបើកទៅលើ VMware របស់យើងមកបាទអញ្ចឹងខ្ញុំសូមបើក show សម្រាប់បើករបស់ខ្ញុំមកនេះបាទ skip version សិនទៅអូខេអញ្ចឹងគឺយើងឃើញហើយនេះគឺ set ឲ្យខ្ញុំបាន download ដំបូងឥឡូវខ្ញុំសូមធ្វើការ install ឲ្យអ្នកគ្នាមើលម្ដងទៀតបាទជាស្រេចអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមinstall បាទចុចលើ create a new visual machine មកបាទអ្នកនរគ្នាtypical អញ្ចឹងយើងចុចយកអាហ្នឹងមក next មកបាទអញ្ចឹងយើងចាប់ផ្ដើមbrowse បាទ browse នេះយើងយកទៅលើ file ដែលយើងបាន download មុនហ្នឹងបាទមួយនេះ CentOS stream plus បាទអញ្ចឹងអ្នកនរគ្នាចុច next មកបាទយើងវាយ full name មកសម្រាប់ឈ្មោះអូខេខ្ញុំសូមដាក់test អញ្ចឹងទៅអូខេយើង username ខ្ញុំសូមដាក់ឈ្មោះបាទខ្ញុំទៅបាទអញ្ចឹងសូមអក្សរទូចទៅបាទអញ្ចឹង password ខ្ញុំដាក់ធម្មតាទៅ password ដែលយើងចាំខ្លួនឯងណាអូខេយើងចុច next មកបាទអញ្ចឹង location របស់វាដែលចង់ drop វានៅលើfile មួយណាដែរដែលចង់ឲ្យវាមាន storage នៅក្នុងហ្នឹងអញ្ចឹងណាធម្មតាវាកាត់ 20G អត់ដូច Visual អត់ដូច Windows Server របស់យើងទេគឺវាកាត់ 60G អញ្ចឹងអាហ្នឹងវាកាត់តែ 20G ទេសម្រាប់ Linux អញ្ចឹងខ្ញុំសូមដាក់នៅក្នុងហ្នឹងទៅអូខេក្នុងហ្នឹងហ្មងទៅអូខេហើយខ្ញុំដូរឈ្មោះវាបន្តិចបាទឈ្មោះ CentOS test អញ្ចឹងទៅអូខេចុច next មកបាទនេះវាជា default តែម្ដង maximum យើងធ្វើ 20G សម្រាប់ CentOS អូខេជាយើង fine យកប៉ុណ្ណឹងទៅដោយសារតែ Linux គឺខ្ញុំមកចង់បង្ហាញអ្នកនរគ្នាទៅការ run ទៅលើ graphic interface ទេគឺយើង run ជា command line ទេអញ្ចឹងយើងដាក់ទៅ 20G ទៅគឺគ្រប់គ្រាន់ដែរបាទមួយទៀតទៅលើ store សម្រាប់ file របស់យើងវិញបាទពីច្រើនខ្ញុំ store ជា single file បាទ multiple file នេះគឺអ្នកនរគ្នាអាច store បានដូចគ្នាដែរខ្ញុំចង់ store តែមួយ file ទេអូខេក្តោបរួមតែម្ដងបាទ next មកអ្នកនរគ្នាកន្លែងនេះអ្នកនរគ្នាអាច customize លើ hardware បាន
ដល់លើ CNOS ឬក៏ Linux របស់យើងហ្នឹងអ្នកនរគ្នាចង់បាន memory ប្រហែល G ដែរបាទខ្ញុំសូមដាក់3G ឬក៏ 4G បាទតាមចិត្តរបស់យើងទេអូខេហើយទៅលើ CPU អ្នកនរគ្នាចង់បានប្រហែលហ្នឹងគឺរើសតាមខ្លួនឯងទៅខ្ញុំសូម add តែ memory ទៅបាទនេះអូខេអញ្ចឹង finish មកអូខេអញ្ចឹងរងចាំវាបន្តិចអូខេអញ្ចឹងវាឃើញមកតម្រងមួយទៀតខ្ញុំបិទអានេះទៅបាទតោះអូខេអញ្ចឹងយើងចាប់ផ្ដើមលេខលើ CentOS យើងតែម្ដងបាទឬក៏ Linux ហ្នឹងអូខេអញ្ចឹងរងចាំវាបន្តិចទៅខ្ញុំអាចនឹងគុណវីដេអូនេះដែរកុំឲ្យវាវែងបាទអូខេអញ្ចឹងវាចាប់ផ្ដើម install បានចិត្តចប់ហីបាទអូខេអញ្ចឹងវាចេញមក page ជា CentOS Stream 9ហ្នឹងបាទចឹងអ្នកនរគ្នាគ្រាន់តែរើសភាសាមកបាទអានោះជាវាមានខ្មែរដែរតែសូម recommend ឲ្យដាក់អង់គ្លេសទៅបាទយើងពិបាកមើលបន្តិចអញ្ចឹងខ្ញុំសូម continue បាទអូខេអញ្ចឹងបន្ទាប់ពីដល់កន្លែងហ្នឹងហើយអ្នកនរគ្នាឃើញទម្រង់បែបហ្នឹងអ្នកនរគ្នាឃើញប៊ូតុងពណ៌នេះរូបសញ្ញាទៀតនេះអាហ្នឹងគឺយើងត្រូវ configure វាដើម្បីវាដែរអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវការ installation destination script មកយើងចាប់ផ្ដើម configure វាមកបាទអ្នកនរគ្នាខំ select លើ 20G នេះទៅបើថា cannot វាជា static អូខេគ្រីសវាទៅបាទបន្តមកទៀតយើង done វិញមកបាទនេះអូខេចាំវា check storage ហើយគឺវា select ឲ្យយើងបានដែរអូខេអញ្ចឹងយក auto ណាកុំ customize អូខេអញ្ចឹងមួយទៀតទៅលើ root password បាទ root password account នេះបាទចឹងអ្នកនរគ្នាអាចបង្កើតជា password មួយទៀតនៅពេលដែលយើងត្រូវការ login ឬមួយក៏ hacker ត្រូវការ login user របស់យើងគេត្រូវការឆ្លងកាត់ពី password ជាមួយនឹង root ជាមួយនឹង account password ដូចគ្នាអញ្ចឹងអ្នកនរគ្នាត្រូវការបិទ root password មួយទៀតដើម្បីឲ្យវា secure កាន់តែខ្លាំងអូខេខ្ញុំសូមដាក់password លើ root នឹងមួយទៀតទៅអូខេអានេះវាអត់នេះទៀតបើន័យថាយើងតោះដាក់ strong password ឲ្យអានេះវាពេញបានវាយកអូខេខ្ញុំសូមដាក់ strong មួយទៀតទៅ password ដែលវាជា strong អូខេអញ្ចឹងយើងគ្រាន់តែ allow ទៅលើ root ASA មួយនេះបើអ្នកនរគ្នាយល់ពី web ឬមួយក៏ការ security ទៅលើ web អ្នកនរគ្នាដឹងហើយ ASA មួយហ្នឹងអូខេខ្ញុំអត់ចង់បកស្រាយច្រើនទេយើងចុច done ទៅបាទបន្តទៀតអ្នកនរគ្នាចុចលើ user creation នេះបើសិនគេកាន់ន័យថាយើងចង់បង្កើត user account មួយទៀតអូខេអញ្ចឹងមុនហ្នឹងគឺខ្ញុំបានបង្កើតជា root password ឥឡូវយើងអត់ចង់ប្រើជា root account ឬមួយក៏យើងមិនចង់ជាប្រើ main account ទេយើងចង់ប្រើជា demo account មួយទៀតដែលវាមានសិទ្ធដូចជា administrator របស់យើងអញ្ចឹងឬមួយក៏ admin របស់យើងអញ្ចឹងអូខេខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំទៅអូខេ admin អូខេខ្ញុំ require ឲ្យវា use password មួយហ្នឹងដូចគ្នាមុនហ្នឹងគឺ root របស់យើងគឺខ្ញុំនិយាយមុនហ្នឹងគឺវាបានpassword 2 ដងបាទជា root ផងជា account របស់យើងផង
អូខេអញ្ចឹងខ្ញុំសូមដាក់នេះមួយទៀតទៅអូខេអញ្ចឹងសូមចាំផងទៅលើ password ដែលយើងបានដាក់ហើយបាទបើភ្លេចអាចនឹងចប់ហើយអូខេបាទអញ្ចឹងខ្ញុំ make these users ឲ្យវាអាចមានសិទ្ធិដូចទៅលើ administrator របស់យើងបាទយើងដានមកអូខេអញ្ចឹងយើងបង្កើតជា user រួចរាល់បាទមួយទៀតអ្នកនរគ្នាជួយលើ software selection មួយនេះក្នុងនេះអ្នកនរគ្នាមិនបាច់ធ្វើការ click ដើម្បីទាញយកទៅលើ feature ផ្សេងទេចាំយើងចាប់ផ្ដើមទៅមេរៀនបន្ទាប់យើងនឹងនិយាយអំពី feature មួយតែម្ដងអញ្ចឹងអ្នកនរគ្នាត្រូវការរើសទៅកន្លែងនេះទេបាទ best environment របស់យើងនេះអ្នកនរគ្នាត្រូវការរើសទៅលើ server មួយនេះដើម្បីអីយើងប្រើប្រាស់តែ command line ទេយើងអត់ប្រើប្រាស់ជា GUI ទេបានន័យថា graphic user interface យើងអត់ចង់ប្រើទេកុំឲ្យវាដូចជាមួយនឹង Windows Server របស់យើងដែលយើងចង់ប្រើតែ command line ជាងអូខេអញ្ចឹងវីដេអូនេះគឺយើងនឹងនិយាយអំពី command line ហើយអូខេខ្ញុំសូម click យក server មកបាទអ្នកនរគ្នាដានមកអូខេអញ្ចឹងយើងចុច begin installation មួយនេះអូខេអញ្ចឹងយើងចាំវា82ម៉ោងសិនទៅចាំមើលវា run ហើយវា install ហើយអ្នកនរគ្នាអាចចូល command line វាបានហើយអូខេអូខេខ្ញុំនឹងគុណវីដេអូនឹងដូចគ្នាកន្លែងនឹងដែរកុំឲ្យគ្នាយើងចាំយូរដែរអូខេអញ្ចឹង hello វាចាប់ផ្ដើម complete ហើយបាទអ្នកនរគ្នាគ្រាន់ចុចលើ reboot system បានន័យថាយើង restart system អូខេអញ្ចឹងពេលដែលយើង restart រួចអ្នកនរចូលម្ដងទៀតទៅគឺយើងអាចចូលបានហើយអូខេអញ្ចឹងយើងជោគជ័យហើយក្នុងការ install ទៅលើ Linux របស់យើងដែលយើងប្រើនៅក្នុង CentOS Stream 9ហើយ kernel របស់វាគឺ 5.14 អូខេអញ្ចឹងខ្ញុំចាប់ផ្ដើម login local របស់ខ្ញុំបាទ local របស់យើងមុនហ្នឹងគឺយើងមានឈ្មោះដែរដែលយើងសាកទៅយើង login ក្នុង user ដែលយើង testing មុនហ្នឹងមកបាទឈ្មោះ Kane ហើយ password របស់យើងគឺបើសិនជាភ្លេចគឺស្បៃហើយអូខេអញ្ចឹងគឺយើងចូលបាននេះបាទ Kane localhost អូខេចឹងអ្នកនរអាចលេង comment លើនឹងបានវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីមេរៀនមួយដែលយើងត្រូវប្រើនៅក្នុង Linux ដែលយើងត្រូវយកវាធ្វើអីខ្លះឬក៏ធ្វើអីបានខ្លះអូខេចឹងវីដេអូក្នុងថ្ងៃនេះមានប៉ុណ្ណឹងខ្ញុំរៀងទើសចិត្តតិចជាមួយនឹង comment របស់វាអត់មានពណ៌ស្អាតជាមួយខ្ញុំមើលវិធីដូរពណ៌វាស្អាតយ៉ាងណាអូខេអរគុណច្រើនជំរាបលាក្នុងការមើលអរគុណសម្រាប់ក្នុងការមើលវីដេអូមួយនេះ